សូមគោរពស្វាគមន៍អស់លោកអ្នកបងប្អូនជាទីគោរពនិងជាទីស្រឡាញ់ក្នុងព្រះគុណព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទកម្មវិធីនៃការសិក្សាព្រះបន្ទូលព្រះអង្គប្រចាំសប្តាហ៍វិលមកជួបអស់លោកអ្នកបងប្អូនសាជាថ្មីម្ដងទៀតតាមពេលវេលានិងម៉ោងដដែលកម្មវិធីរបស់យើងតែងតែធ្វើការផ្សាយផ្ទាល់រៀងរាល់ល្ងាចថ្ងៃសុក្រវេលាម៉ោង 8 យប់តទៅដូចជាខ្ញុំសូមគោរពអញ្ជើញអស់អ្នកបងប្អូនបានចូលរួមដើម្បីនឹងរៀននិងសិក្សាអំពីព្រះបន្ទូលព្រះអង្គជាមួយគ្នានៅក្នុងសប្តាហ៍នេះយើងនឹងបន្តស្វែងយល់អំពីព្រះបន្ទូលព្រះអង្គបន្តទៀតថាតើព្រះបន្ទូលរបស់ព្រះនោះបានបង្រៀននិងដាស់តឿនយើងយ៉ាងណាដូច្នេះមុននឹងយើងសិក្សាប្រធានបទនេះខ្ញុំសូមគោរពអញ្ជើញអ្នកបងប្អូនបានសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំបន្តិចសិនបិតាម្ចាស់សួគ៌ដែលគង់នៅគូឋានសួគ៌ពងផុតអើយគុណសូមអរគុណព្រះអង្គចំពោះពេលវេលាដែលព្រះបានផ្ដល់សព្វកូនបានចូលមកដើម្បីនឹងរៀនព្រះបន្ទូលព្រះអង្គសូមព្រះអង្គគង់នៅជាមួយកូននិងផ្ដល់ប្រាជ្ញាដល់កូនទាំងគ្នាឲ្យបានយល់អំពីព្រះបន្ទូលព្រះអង្គឲ្យកូនទាំងគ្នាបានដើរតាមផ្លូវរបស់ទ្រង់យល់សេះកូនបានយល់អ្វីដែលព្រះអង្គកំពុងតែបង្រៀនទូព្រះបង្គំនៅលើថ្ងៃនេះផងដែរគុណសូមអរគុណទ្រង់គុណសូមអធិដ្ឋានទូសូមនឹងថ្វាយសពកិច្ចការនេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរបងប្អូននៅក្នុងសប្តាហ៍នេះយើងនឹងបន្តការទៅមើលព្រះបន្ទូលព្រះអង្គនៅប្រធានបទមួយដែលនិយាយអំពីការមានជំនឿតើអ្វីទៅជាការមានជំនឿហើយតើជំនឿនោះគឺជាអ្វីចឹងយើងទាំងអស់គ្នានឹងសម្លឹងទៅមើលចំណុចនៅក្នុងខព្រះគម្ពីររបស់យើងមួយខសិនមុនយើងបន្តការរៀនព្រះបន្ទូលនេះនៅក្នុងព្រះគម្ពីរហេព្រើរជំពូក11ខ1រីឯសេចក្តីជំនឿនោះគឺជាចិត្តដែលដឹងជាក់ថានៅបានដូចជាសង្ឃឹមជាសម្គាល់ពីការដែលមើលមិនឃើញដូច្នេះមុននឹងយើងទាំងអស់គ្នាស្វែងយល់អំពីជំនឿនេះយើងត្រូវដឹងថាតើជំនឿនោះគឺជាអ្វីក្នុងព្រះគម្ពីរហេព្រើរជំពូក11ខ1បានប្រាប់យើងយ៉ាងច្បាស់ហើយថាជំនឿនោះគឺជាចិត្តដែលដឹងជាក់ថានៅបានដូចសង្ឃឹមជាសម្គាល់ពីការមិនឃើញអញ្ចឹងជំនឿគឺជាសង្ឃឹមពីអ្វីដែលយើងមើលមិនឃើញនោះហើយបានហៅថាជំនឿនិយមន័យនៃជំនឿបើសិនជាយើងឃើញបើសិនជាយើងចាប់បានបើយើងដឹងនោះមិនមែនជាជំនឿនោះទេអ្វីដែលយើងឃើញផ្ទាល់ជាក់ច្បាស់ហើយនោះមិនមែនជាជំនឿទេតែជំនឿគឺជាសង្ឃឹមដែលជឿថាវានឹងកើតឡើងតែយើងមើលអត់ឃើញចាប់អត់បានទេតែយើងជឿថានោះហើយនឹងមកដល់នោះហើយនឹងមាននោះហើយនឹងកើតឡើងនេះហើយគឺជាជំនឿជាជំនឿដូច្នេះនៅក្នុងសប្តាហ៍នេះយើងនឹងស្វែងយល់អំពីចំណេះដឹងអំពីព្រះជាម្ចាស់ការសិក្សាព្រះគម្ពីរការអធិដ្ឋានត្រូវតែមានភាពសមរួមជាមួយគ្នាដើម្បីថាទៅជាភាពសំខាន់ក្នុងជីវិតរបស់យើងនោះគឺជំនឿអញ្ចឹងយើងអស់គ្នាអានព្រះគម្ពីរហើយយើងអធិដ្ឋានហើយតែបើសិនជាយើងអត់ជំនឿអត់ន័យទេចឹងបើគ្មានជំនឿទេធាតុទាំងនេះនឹងคล้ายទៅជាចំណេះដឹងឬវិធីសាសនាដែលគ្មានន័យទេចឹងបើសិនជាយើងអានកាពីយើងអធិដ្ឋានហើយតែយើងអត់មានជំនឿនោះវាគ្មានន័យទេប៉ុន្តែដោយមានស្អីជំនឿណាទាំងអស់ហ្នឹងធាតុទាំងអស់ហ្នឹងមានឥទ្ធិពលដែលដឹកនាំយើងទៅកាន់បទពិសោធន៍ដ៏ល្អបំផុតខាងឯវិញ្ញាណរបស់យើងដូចជាក្នុងព្រះគម្ពីរម៉ាកុសជំពូក9:23ថាអញ្ចឹងគ្រប់ការទាំងអស់អាចធ្វើទៅបានចំពោះអ្នកណាដែលជឿអញ្ចឹងបើសិនជាជឿគ្រប់ការអស់នឹងកើតឡើងហើយដូចសប្តាហ៍យើងនឹងសម្លឹងទៅមើលអំពីជំនឿប្រភេទផ្សេងដែលមានជំនឿនិងសញ្ញាសម្គាល់រង្វាស់នៃស្អីជំនឿនិងអារម្មណ៍ហើយទី2គឺតើជំនឿជាអ្វីយើងនឹងស្វែងយល់អំពីនិយមន័យនិងការបង្កើនសេចក្តីជំនឿដល់ព្រះយេស៊ូវអញ្ចឹងនេះគឺជាអ្វីដែលយើងនឹងធ្វើការរៀនសូត្រជាមួយគ្នាពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះឥឡូវចំណុចទី1ដែលយើងត្រូវមើលគឺប្រភេទនៃសេចក្តីជំនឿតើជំនឿមានប្រភេទអ្វីខ្លះតើយើងត្រូវសម្លឹងទៅមើលថាតើជំនឿទាំងអស់នោះបានផ្ដល់មេរៀនអ្វីដល់យើងទាំងអស់គ្នាយើងនឹងស្វែងយល់អំពីប្រភេទនៃសេចក្តីជំនឿទាំងអស់នោះអញ្ចឹងទី1គឺជំនឿនិងសញ្ញាសម្គាល់ក្នុងព្រះគម្ពីរយូហានជំពូក4ខ48ព្រះយេស៊ូវមានបន្ទូលទៅលោកថាបើអ្នករាល់គ្នាមិនឃើញទីសម្គាល់នឹងការអស្ចារ្យនោះមិនព្រមជឿទេអញ្ចឹងនៅក្នុងចំណុចនេះព្រះយេស៊ូវព្រះអង្គមានបន្ទូលថាពួកគេជឿដោយសារតែពួកគេឃើញទីសម្គាល់នឹងការអស្ចារ្យបើគេមិនឃើញគេមិនជឿទេណាគេមិនជឿទេអញ្ចឹងទីសម្គាល់គឺជាអ្វីទីសម្គាល់គឺជាសញ្ញាដ៏អស្ចារ្យដ៏ប្លែកមួយដែលបានបង្ហាញផ្ដល់ឲ្យយើងបញ្ជាក់ថាសារដែលបានបំផុសគំនិតឬក៏ដើម្បីគ្រប់គ្រងអំណាចអស្ចារ្យនោះអញ្ចឹងទោះបីជាទីសម្គាល់នោះជាទូទៅត្រូវបានយល់ថាជាពិតការអភូតហេតុមួយដូចជាពិធីមង្គលការនៅឯស្រុកកាណាដែលព្រះបានធ្វើស្រាទឹកឲ្យក្លាយទៅជាស្រាក៏ដោយក៏ការពិតដែលជនជាតិអ៊ីស្រាអែលបានបោះជំរំនៅមុខភ្នំស៊ីណៃដើម្បីថ្វាយបង្គំព្រះក៏ត្រូវបានឲ្យផ្ដល់ឲ្យជាសញ្ញាសម្គាល់មួយដែរអញ្ចឹងពួកផារីស៊ីនេះបានសុំឲ្យព្រះយេស៊ូវនេះបង្ហាញទីសម្គាល់ណាមួយដល់ពួកគេដើម្បីឲ្យពួកគេបញ្ជាក់ថាព្រះទ្រង់ជាម៉ែស៊ីជាព្រះម៉ែស៊ីដើម្បីឲ្យពួកគេអាចជឿលើទ្រង់បាន
ណាគេសុំឲ្យព្រះអង្គបង្ហាញទីសម្គាល់ហ្នឹងព្រះយេស៊ូវមិនមានប្រតិខឹងព្រះយេស៊ូវអង្គមានប្រតិក្រៀវក្រោយព្រះអង្គអន់ចិត្តមែនទែននៅពេលដែលពួកគេសុំទីសម្គាល់ដើម្បីបង្ហាញពីភាពមិនជឿរបស់ពួកគេនៅពេលដែលអ្នកណាម្នាក់មិនចង់ជឿគ្មានទីសម្គាល់ណាអាចឲ្យពួកគេជឿបានទេអញ្ចឹងព្រះបានប្រទានភស្តុតាងគ្រប់គ្រាន់ដល់យើងទាំងអស់គ្នាក្នុងព្រះបន្ទូលរបស់ទ្រង់និងនៅក្នុងធម្មជាតិដើម្បីឲ្យអ្នកណាដែលជឿអាចជឿបានទោះជាយ៉ាងណាក៏ដោយតែងតែមានកន្លែងសម្រាប់ការសង្ស័យហើយជាមូលហេតុដែលព្រះយេស៊ូវប្រទានពរពិសេសដល់អ្នកណាដែលជឿដោយមិនមើលឃើញនៅក្នុងគម្ពីរយូហានចំពោះ20ខ29អញ្ចឹងព្រះអង្គមានបន្ទូលថាម៉េចសំខាន់ណាស់ជំនឿនិងទីសម្គាល់នេះអញ្ចឹងមានន័យថាមានបងប្អូនយើងខ្លះគាត់ថាគាត់ជឿតែតង់ជាប់បង្ហាញទីសម្គាល់ឲ្យគាត់បានឃើញសិនមកបើសិនជាមិនមានទីសម្គាល់ទេគាត់នឹងមិនជឿព្រះជាម្ចាស់ឡើយគាត់ជឿព្រះបានលកឹកណាគាត់បានឃើញទីសម្គាល់ទើបគាត់បានជឿហើយបើអត់ឃើញទីសម្គាល់ទេគាត់អត់ជឿទេគាត់ថាគាត់អត់ជឿទេអញ្ចឹងខ្ញុំជួបច្រើនណាស់នៅពេលដែលផ្សាយដំណឹងល្អទៅពួកគាត់តែងថាបើសិនជាព្រះយេស៊ូវអស្ចារ្យសូមព្រះអង្គធ្វើកិច្ចការងារនេះមកហើយខ្ញុំនឹងជឿព្រះយេស៊ូវនេះគឺជារឿងមួយដែលយើងต้องយល់ថាយើងទៅញែកឲ្យដាច់ពីជំនឿនិងទីសម្គាល់ព្រោះព្រះយេស៊ូវព្រះអង្គមានបន្ទូលថាម៉េចបើសិនជាអ្នកទាំងអស់គ្នាជឿដោយចង់បានទីសម្គាល់ជំនឿអ្នកទាំងអស់គ្នាមិនថិតថេរទេថ្ងៃណាមួយសូមព្រះធ្វើទីសម្គាល់ទេតែបើព្រះអត់ធ្វើទីសម្គាល់ទេមិនឈប់ជឿមែនទេហើយមានអ្នកខ្លះទៀតគឺព្រះអង្គមានបន្ទូលយើងទោះបើសិនជាបានបង្ហាញទីសម្គាល់ដល់ពួកគេយ៉ាងណាក៏ដោយបើចិត្តរបស់ពួកគេនេះមិនជឿទេទោះមានទីសម្គាល់ល្អយ៉ាងណាក៏ដោយក៏ពួកគេនៅតែមិនជឿដែរយើងចាំបានទេពួកអ៊ីស្រាអែលនៅពេលដែលពួកគេចេញពីអេស៊ីបមកគឺព្រះបានធ្វើការអស្ចារ្យជាច្រើនព្រះបានបង្ហាញរឿងជាច្រើនដល់ពួកគេតែពួកគេតែងតែវង្វេងចេញពីព្រះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអត់មានបានពួកគេអត់មានបានជឿលើព្រះអង្គទេសួរតែពួកគេឃើញទីសម្គាល់ឃើញហើយអញ្ចឹងសំខាន់លើចិត្តអញ្ចឹងបានព្រះយេស៊ូវព្រះអង្គមានបន្ទូលថាម៉េចមានពរហើយអស់អ្នកណាដែលជឿដោយមើលមិនឃើញយើងរាល់ថ្ងៃនេះគឺយើងទទួលបានព្រះពរខ្លាំងមែនទែនពីព្រះជាម្ចាស់ពីព្រោះអីពីព្រោះយើងជឿលើព្រះអង្គហើយយើងមើលអត់ឃើញព្រះអង្គតែយើងជឿថាព្រះអង្គនៅទីណាព្រះអង្គគឺជាព្រះអង្គផ្ដល់ព្រះពរព្រះអង្គគង់នៅជាមួយយើងព្រះអង្គផ្ដល់ប្រាជ្ញាញាណដល់យើងព្រះអង្គថែរក្សាយើងអញ្ចឹងនេះគឺជាអ្វីដែលព្រះយេស៊ូវព្រះអង្គចង់បានអញ្ចឹងសំខាន់ណាស់ឥឡូវនេះរាល់ថ្ងៃនេះដែលអ្នកបងប្អូនបានកំពុងជឿព្រះហ្នឹងគឺជាព្រះពរយ៉ាងពិសេសដែលយើងជឿដោយយើងមើលអត់ឃើញតែយើងជឿថាអូវត្តមានរបស់ព្រះអង្គមានព្រះអង្គពិតជាព្រះអង្គនៅតែផ្ដល់ការការពារព្រះអង្គនៅតែនៅចិត្តយើងទាំងអស់គ្នាអញ្ចឹងនេះគឺជាអ្វីដែលព្រះចង់បានអញ្ចឹងជំនឿដែលមិនត្រូវការទីសម្គាល់ហើយជំនឿដែលត្រូវការទីសម្គាល់នេះគឺជាជំនឿបោកប្រាស់ខ្ញុំអាចនិយាយអញ្ចឹងបងប្អូនហើយដែលមិនថាបោកប្រាស់ព្រោះបើអត់ថ្ងៃក្រោយអត់មានទីសម្គាល់ព្រះអត់ធ្វើការអស្ចារ្យប្រហែលជាមិនឈប់ជឿព្រះហើយមែនទេឈប់ជឿព្រះហើយអញ្ចឹងនេះយើងទាំងអស់ត្រូវប្រុងប្រយ័ត្នតែសួរថាព្រះអង្គធ្វើការអស្ចារ្យព្រះអង្គធ្វើការអស្ចារ្យនៅតែធ្វើអញ្ចឹងបានម្ដងមកកាលដូចយើងមើលពេលព្រះយេស៊ូវព្រះអង្គយើងមកអញ្ចឹងអង្គធ្វើការអស្ចារ្យតែមិនធ្វើទាំងអស់ទេណាមិនធ្វើទាំងអស់ទេធ្វើដោយមនុស្សទេណាធ្វើដោយមនុស្សទេដែលអ្នកខ្លះគាត់ដើម្បីពង្រឹងជំនឿពង្រឹងចិត្តរបស់គាត់បន្ថែមទៀតទើបពួកគាត់ត្រូវទើបព្រះអង្គបានបង្ហាញទីសម្គាល់នោះឲ្យគាត់ឃើញអញ្ចឹងទីសម្គាល់មិនមែនបានបង្ហាញគ្រប់មនុស្សទាំងអស់នោះទេណាទាំងអស់នោះទេឥឡូវយើងនឹងបន្តព្រះគម្ពីរទៀតអំពីរង្វាស់នៃសេចក្តីជំនឿតើអ្វីទៅជារង្វាស់នៃសេចក្តីជំនឿនោះសូមអាននៅក្នុងព្រះគម្ពីរលូកាចំពុក17ខ6តែព្រះអម្ចាស់មានបន្ទូលថាបើអ្នករាល់គ្នាមានសេចក្តីជំនឿដោយគ្រាប់ពូជមួយយ៉ាងល្អិតនោះនឹងនិយាយទៅដើមនេះថាចូលឯងលើងទៅដោះនៅក្នុងសមុទ្រទៅនោះគង់តែនឹងស្ដាប់បង្គាប់អ្នកដែរយូហានចំពុក17ខ6អញ្ចឹងតើព្រះយេស៊ូវព្រះអង្គមានបន្ទូលយ៉ាងណាចំណុចនេះគឺព្រះអង្គមានបន្ទូលថាបើសិនជាឯងមានជំនឿតូចមួយយ៉ាងល្អិតនឹងនិយាយទៅកាន់ដើមមកនេះថាចូលឯងរើទៅអញ្ចឹងរង្វាស់នៃស្អីជំនឿផ្សេងពីគ្នាអ្នកខ្លះមានជំនឿបែបចេះអ្នកខ្លះមានជំនឿបែបចេះឥឡូវយើងនឹងមើលរង្វាស់នៃសេចក្តីជំនឿនេះជាមួយគ្នាជាជំនឿរបស់ពួកសាវកបើពួកសាវកមានជំនឿយ៉ាងណាហេតុអ្វីបានជាអ្នករាល់គ្នានៅតែមិនគ្មានជំនឿទៀតពួកគេដើរតាមព្រះយេស៊ូវរាប់សិបឆ្នាំហើយនៅពេលដែលពួកគេជួបបញ្ហាពួកគេសង្ស័យព្រះជាម្ចាស់អញ្ចឹងធ្វើឲ្យពួកគេបន្ថយនៃសេចក្តីជំនឿពួកគេធ្វើឲ្យគេនៅតែមានការសង្ស័យយើងមើលជំនឿលោកពេត្រុសជំនឿយ៉ាងណាមានជំនឿតិចមានន័យថាគាត់ជឿព្រះដែរតែនៅពេលដែលគាត់មានសេចក្តីលំបាកគាត់ផុសគាត់លិចទៅក្នុងទឹកគាត់ធ្វើឲ្យគាត់មិនលិចលង់ទៅក្នុងទឹកធ្វើគាត់មិនបាត់បង់ជំនឿរបស់គាត់ព្រោះជំនឿគាត់មានតែនៅពេលដែលគាត់មានការបារម្ភគឺជំនឿហ្នឹងនឹងផុយស្រួល
ជំនឿនៅណាទៀតយើងមើលជំនឿរបស់លោកឪពុកម្នាក់ដែលមានចំពោះកូនដើម្បីសូមឲ្យព្រះប្រោះនឹងគឺសូមជួយជំនឿដ៏តូចរបស់ខ្ញុំផងគាត់បានសុំទៅព្រះថាឥឡូវនេះគាត់មានជំនឿតិចណាស់អញ្ចឹងដើម្បីឲ្យគាត់អាចជឿទុកចិត្តព្រះសូមឲ្យព្រះបន្ថែមជំនឿនោះឲ្យគាត់ថែមទៀតផងដើម្បីឲ្យគាត់កាន់តែមានជំនឿទៅលើព្រះជាម្ចាស់ជំនឿផងអ្នកណាទៀតយើងឃើញជំនឿរបស់ស្ត្រីកាណានជំនឿរបស់អ្នកអស្ចារ្យណាស់ពួកអ្នកស្រីរបស់កាណាននេះគឺគាត់រង្វល់ព្រះគាត់សុំព្រះគាត់តវ៉ាជាមួយព្រះគាត់មានជំនឿយ៉ាងពិសេសអញ្ចឹងព្រះចាត់ទុកថាជាស្ត្រីមួយដែលមានជំនឿអស្ចារ្យមែនទែនជំនឿរបស់អ្នកណាគេគឺរបស់មេតបម្នាក់ដែលសុំព្រះជាម្ចាស់ឲ្យទៅប្រោះអ្នកបម្រើរបស់គាត់នោះអញ្ចឹងព្រះយេស៊ូវព្រះអង្គមានថាម៉េចខ្ញុំមិនដែលឃើញជំនឿដ៏អស្ចារ្យបែបនេះទេសូម្បីតែនៅក្នុងស្រុកអ៊ីស្រាអែលទាំងមូលអញ្ចឹងជំនឿរបស់គាត់ហ្នឹងគឺអស្ចារ្យណាគាត់សុំទៅព្រះគាត់តវ៉ាមួយព្រះគាត់និយាយថាម៉េចព្រះអង្គហើយបើសិនជាព្រះអង្គជាព្រះមិនបាច់ទៅផ្ទាល់ទេព្រះអង្គមានបន្ទូលមកនេះកូនចៅរបស់ខ្ញុំនឹងរស់នឹងជាវាព្រោះឯងមិនទូបង្គំមិនគួរនឹងទទួលព្រះអង្គទេមិនស័ក្តិសមទេនឹងទទួលព្រះអង្គអញ្ចឹងនេះគឺជំនឿមួយជំនឿពិសេសមែនទែនជំនឿរបស់ស្តេផានជំនឿរបស់ស្តេផានយ៉ាងម៉េចបរោះដែលពោពេញដោយជំនឿក្នុងគម្ពីរកិច្ចការចំពោះ6ខ5គឺគាត់ជួបទុក្ខលំបាកគាត់ជួបបញ្ហាជួបការបៀតបៀនត្រូវពួកអ៊ីស្រាអែលសម្លាប់គាត់យ៉ាងណាក៏ដោយតែស្តេផាននៅតែបន្តជំនឿដល់ព្រះរហូតដល់គាត់ស្លាប់នេះគឺជាជំនឿដែលយើងឃើញថាជាជំនឿមួយយ៉ាងពិសេសអញ្ចឹងវាច្បាស់ណាស់ថាជំនឿអាចលូតលាស់បាននៅពេលដែលឫសគល់នៃការមិនជឿត្រូវបានដកចេញអញ្ចឹងដើម្បីឲ្យយើងអាចជឿបានច្បាស់តដកអភិបមិនជឿនឹងចេញអញ្ចឹងជំនឿនេះជឿជាក់ត្រូវតែជំនួសការសង្ស័យបន្តិចម្ដងហើយសំណើរបស់យើងគួរតែថាម៉េចសូមបង្កើនជំនឿរបស់យើងផងអញ្ចឹងអ្វីដែលយើងអធិដ្ឋានទៅព្រះគឺសូមឲ្យព្រះបង្កើនសេចក្តីជំនឿរបស់យើងអញ្ចឹងតាមរយៈកិច្ចការរបស់ព្រះញីបោះសុទ្ធការសិក្សាព្រះគម្ពីរនិងបទពិសោធន៍របស់យើងជាមួយនឹងព្រះជាម្ចាស់យើងនឹងអាចសង្កេតឃើញថាជំនឿរបស់យើងរាល់គ្នាកំពុងតែរីកចម្រើនឡើងអញ្ចឹងយើងអាចសម្គាល់បានយើងអាចដឹងបានជំនឿរបស់យើងតើជំនឿរបស់យើងនឹងវារីកចម្រើនឬក៏មិនរីកចម្រើនជំនឿរបស់យើងនឹងលូតលាស់ឬមិនលូតលាស់គឺយើងអាចសម្គាល់បានយើងអាចដឹងបានអញ្ចឹងសំខាន់ណាស់អ្នកបងប្អូនតើជំនឿរបស់អ្នកបងប្អូនគឺស្ថិតនៅក្នុងចំណុចមួយណាតើយើងជាជំនឿដែលភ័យខ្លាចជាជំនឿដែលនឹងបោះបង់ព្រះនៅពេលដែលយើងមានទុក្ខលំបាកឬក៏ជំនឿរបស់យើងគឺជាជំនឿរឹងមាំអញ្ចឹងយើងមើលរង្វាស់ជំនឿរបស់យើងខ្លួនយើងអញ្ចឹងរង្វាស់នៅពេលណានៅពេលដែលមានសេចក្តីលបួងនៅពេលដែលមានសេចក្តីលំបាកណាអ្នកណាយើងអាចដឹងរង្វាស់សេចក្តីជំនឿរបស់ខ្លួនឯងបានហើយពីព្រោះមានអ្នកខ្លះជឿព្រះតែនៅពេលដែលពួកគាត់សប្បាយតែប៉ុណ្ណោះតែនៅពេលដែលពួកគាត់មានបញ្ហានៅពេលដែលពួកគាត់កើតទុក្ខនៅពេលដែលពួកគាត់ជួបបញ្ហានោះជំនឿរបស់គាត់នឹងធ្លាក់ចុះតែម្ដងអញ្ចឹងយើងឃើញថាជំនឿរបស់គាត់នេះគឺជាជំនឿមួយដែលជឿព្រះតែពេលដែលគាត់សប្បាយទេជឿព្រះតែនៅពេលដែលរីករាយទេតែនៅពេលដែលមានបញ្ហាគឺបោះបង់ព្រះចោលហើយតែអត់ទេជំនឿគឺត្រូវតែរឹងមាំជំនឿត្រូវតែថេរព្រោះព្រះជាម្ចាស់ព្រះអង្គចង់យើងមានជំនឿរឹងមាំយើងឃើញដូចពួកសាវកអញ្ចឹងនៅជាមួយព្រះរាប់ឆ្នាំហើយនៅពេលដែលពួកគេមានទុក្ខពួកគេបែរជាស្រែកទៅរកព្រះស្លន់ស្លោហើយបែរជាឆ្ងល់ថាអូតើព្រះអង្គជានរណានៅបានបង្គាប់ឲ្យខ្យល់នេះបានស្ងាត់ទៅដូចពេត្រុសអញ្ចឹងមុនដំបូងជឿទុកចិត្តព្រះតែដល់រលកធំពេកបោកបក់ខ្លាំងពេកភ័យលិចទៅក្នុងទឹកហ្នឹងអញ្ចឹងណាអញ្ចឹងយើងឃើញថានេះជាប្រភេទជំនឿយើងអាចមើលជំនឿរបស់យើងបានហើយជាពិសេសឲ្យអ្នកបងប្អូនហើយជារៀងរាល់ថ្ងៃសូមអធិដ្ឋានសូមទៅព្រះជាម្ចាស់ឲ្យព្រះជាម្ចាស់បានបង្កើនសេចក្តីជំនឿរបស់យើងបន្ថែមទៀតដើម្បីឲ្យជំនឿរបស់យើងកាន់តែរឹងមាំដូច្នេះយើងអាចដឹងថារង្វាស់នៃស្អីជំនឿគឺសំខាន់សម្រាប់យើងណាព្រោះរង្វាស់នៃស្អីជំនឿនេះគឺធ្វើឲ្យយើងយល់និងជឿទុកចិត្តថាអូព្រះជាម្ចាស់ព្រះអង្គល្អណាស់ណោះជំនឿនៅពេលដែលយើងមានទំនាក់ទំនងមួយព្រះអង្គគឺយើងដឹងថាអូនេះគឺជាប្រភេទនៃស្អីជំនឿអញ្ចឹងយើងត្រូវបែងចែកស្អីជំនឿនេះឲ្យបានច្បាស់លាស់ហើយមើលអំពីរង្វាស់ស្អីជំនឿរបស់យើងតើជំនឿរបស់យើងនេះកំពុងតែស្ថិតនៅក្នុងចំណុចទីណាត្រង់កន្លែងណាហើយនៅមួយណាឥឡូវយើងមើលបន្តទៀតនៅក្នុងព្រះបន្ទូលរបស់ព្រះជំនឿនិងអារម្មណ៍របស់យើងនៅក្នុងព្រះគម្ពីរអេពីសូតចំពោះ2ខ8ត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញសេចក្តីជំនឿគឺជាអ្វីគម្ពីរអេពីសូតចំពោះ2ខ8ថាស្អីជំនឿគឺជាប្រគុណណាជំនឿគឺជាប្រគុណដែលព្រះជាម្ចាស់បានផ្ដល់ឲ្យអ្នករាល់គ្នាមិនមែនជាអ្វីដែលយើងខំប្រឹងនោះទេគឺជាអំណោយដែលព្រះបានផ្ដល់ឲ្យយើងណាជំនឿអញ្ចឹងតើជំនឿជាអារម្មណ៍ឬក៏ជាទង្វើសមហេតុផលអញ្ចឹងចម្លើយចំពោះសំណួរនេះគឺសំខាន់ណាស់វាមិនដូចគ្នានឹងការនិយាយថាអូខ្ញុំមានអារម្មណ៍ថាបានសង្គ្រោះទៅកាន់ការនិយាយថាខ្ញុំ
ដឹងថាខ្ញុំបានសង្គ្រោះហើយនោះទេអញ្ចឹងគឺវាខុសគ្នាអញ្ចឹងប៉ុន្តែសូមយើងចាប់ផ្ដើមពីដំបូងតើជំនឿមានប្រភពមកពីណាជំនឿកើតចេញពីព្រះហើយទូមកប្រទានមកយើងជាអំណោយមួយណាអំណោយមួយនៅពេលដែលយើងឆ្លើយតបជាវិជ្ជមានចំពោះអំណោយនោះនៅពេលដែលយើងចាប់ផ្ដើមអនុវត្តជំនឿនោះបង្កើតអារម្មណ៍នៅក្នុងខ្លួនយើងដូចជាសេចក្តីអំណរភាពស្ងប់ស្ងាត់អារម្មណ៍នៃភាពធូរស្បើយខាងឯវិញ្ញាណប៉ុន្តែជំនឿខ្លួនឯងនេះមិនមែនជាអារម្មណ៍មួយទេណាជំនឿមិនមែនជាអារម្មណ៍មួយទេវាគឺជាការប្រកបប្រជានឹងជំនឿមានការស៊ុបការជឿស៊ុបអញ្ចឹងវាមិនមែនជាអ្វីដែលអាស្រ័យលើអារម្មណ៍របស់យើងនោះទេនៅពេលដែលខ្ញុំមានអារម្មណ៍ទន់ខ្សោយខ្ញុំមានអារម្មណ៍ថាសេចក្តីសង្គ្រោះរបស់ខ្ញុំនៅឆ្ងាយនោះជាពេលដែលខ្ញុំត្រូវការអនុវត្តជំនឿច្រើនបំផុតអញ្ចឹងយើងទៅនិយាយដាច់អំពីជំនឿនិងអារម្មណ៍ជំនឿគឺជាអ្វីដែលព្រះមកដល់យើងហើយជំនឿគឺជាការស្វែងយល់អំពីថាតើមកពីណាតើហេតុអ្វីបានខ្ញុំទៅជឿព្រះអង្គបើអារម្មណ៍វាកើតឡើងតែមួយឆាវហើយវានឹងបាត់ទៅវិញណាវានឹងបាត់ទៅវិញអញ្ចឹងយើងទាំងនេះត្រូវនិយាយឲ្យដាច់ចំពោះអារម្មណ៍ហើយនឹងជំនឿអញ្ចឹងព្រះជំចាចូលឲ្យយើងមានជំនឿមិនមែនមានអារម្មណ៍ទេបើមិនជាយើងមានអារម្មណ៍មនុស្សយើងមួយថ្ងៃអារម្មណ៍របស់យើងប្រែប្រួលច្រើនណាស់អញ្ចឹងបើមិនជាអារម្មណ៍យើងប្រែប្រួលច្រើនជាងជំនឿទៅលើព្រះហ្នឹងក៏នឹងប្រែប្រួលទៅតាមនឹងដែរមែនទេក៏នឹងប្រែប្រួលទៅតាមនឹងដែរអញ្ចឹងបើមិនជាជំនឿយើងតាមអារម្មណ៍អញ្ចឹងមានន័យថាព្រះអង្គម្ដងជឿម្ដងអត់ថ្ងៃនេះល្អជាមួយព្រះឲ្យថ្ងៃក្រោយប្រហែលជាមិនល្អជាមួយព្រះដែរមែនទេអញ្ចឹងអត់ទេយើងអត់ធ្វើតាមអារម្មណ៍ទេដូចយើងតែនិយាយថាថ្ងៃនេះអារម្មណ៍ល្អទៅពហិហើយថ្ងៃនេះដូចជាអារម្មណ៍មិនល្អទេដូចជាមិនទៅពហិទេវាខុសពីជំនឿអញ្ចឹងជំនឿត្រូវនិយាយឲ្យដាច់ណាអរអ្នកបងប្អូនហើយជំនឿត្រូវនិយាយឲ្យដាច់អំពីអារម្មណ៍របស់យើងនិយាយឲ្យដាច់ពីអារម្មណ៍និងជំនឿរបស់យើងអញ្ចឹងយើងត្រូវការជំនឿនឹងឲ្យច្បាស់លាស់ដើម្បីឲ្យយើងអស់គ្នាអាចទទួលយកព្រះជាម្ចាស់បានណាអាចទទួលយកព្រះជាម្ចាស់បានអញ្ចឹងសំខាន់ដែលយើងត្រូវបែងចែកអារម្មណ៍និងជំនឿហើយជំនឿគឺយើងត្រូវស្វែងយល់ព្រះជាម្ចាស់ព្រះអង្គនៃយើងព្រះអង្គចង់យើងស្វែងយល់ថាព្រះអង្គគឺជាព្រះយ៉ាងដូចម្ដេចរៀនព្រះអង្គមិនមែនជំនឿជឿដោយគ្មានការពិចារណាការរៀនការសូត្រនោះទេតែជាជំនឿដែលយើងស្វែងយល់ពីព្រះអង្គពីមួយថ្ងៃទៅមួយថ្ងៃហើយវាមិនមែនជាអារម្មណ៍ហ្នឹងនេះខ្ញុំចង់ស្វែងយល់ឲ្យថ្ងៃស្អែកក៏ដូរទេអត់ទេគឺត្រូវការឲ្យយើងទាំងគ្នាមានមានជំនឿពុតមន់ទៅលើព្រះអង្គអារម្មណ៍ជំរុញឲ្យយើងរៀនពីព្រះតែអារម្មណ៍មិនអាចជំរុញឲ្យយើងផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃរហូតទេគឺយើងត្រូវការឲ្យអារម្មណ៍នោះវានៅថេរចំពោះជំនឿនឹងអញ្ចឹងធ្វើម៉េចឲ្យអារម្មណ៍នៅថេរចំពោះជំនឿតែវាផ្ទុយពីអារម្មណ៍ព្រោះអារម្មណ៍វាប្រែប្រួលតែជំនឿគឺមានភាពស្ថិរទៅអញ្ចឹងសំខាន់ណាស់គឺត្រូវការឲ្យយើងទាំងនេះមានជំនឿលើព្រះជាម្ចាស់ទៅបែងចែកជំនឿនិងអារម្មណ៍របស់យើងអញ្ចឹងវាខុសគ្នាណាវាខុសគ្នាអញ្ចឹងអ្នកបងប្អូនត្រូវយល់ចំណុចហ្នឹងឥឡូវយើងនឹងបន្តអំពីមួយផ្នែកធំទៀតថាតើជំនឿនោះវាជាអ្វីតើអ្វីដែលជាជំនឿអញ្ចឹងយើងបានឃើញអំពីប្រភេទអីស្អីជំនឿអំបាលមិញនេះឥឡូវយើងនឹងបន្តស្វែងយល់ថាតើជំនឿជាអ្វីទៅជាជំនឿដែលយើងទាំងគ្នានឹងធ្វើការរៀនជាមួយគ្នានេះអញ្ចឹងឥឡូវជំហានដំបូងដែលយើងទាំងគ្នាត្រូវស្វែងយល់នោះគឺថានិយមន័យនឹងការបង្កើនស្អីជំនឿក្នុងព្រះគម្ពីរហេព្រើរចំពុក11ខ1ណា11ខ1រីឯសេចក្តីជំនឿនោះជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹមជាសម្គាល់ពីការដែលមើលមិនឃើញព្រះគម្ពីរប្រាប់ថាជំនឿជាចិត្តដែលដឹងថានឹងបានដូចសង្ឃឹមអញ្ចឹងជំនឿគឺជាសង្ឃឹមហើយសង្ឃឹមពីការដែលមើលអត់ឃើញទេនោះហើយគឺជានិយមន័យនៃជំនឿអញ្ចឹងបើសិនជាគេសួរថាតើជំនឿជាអីណោះជំនឿគឺជាចិត្តដែលដឹងថាដូចបានសង្ឃឹមដូចជាសង្ឃឹមហើយពីអ្វីដែលមើលអត់ឃើញមើលសង្ឃឹមតែមើលអត់ឃើញទេខ្ញុំលើកឧទាហរណ៍មួយថាខ្ញុំជឿថាម្ដាយខ្ញុំមកវិញគាត់នឹងទិញនំផ្ញើខ្ញុំអញ្ចឹងទៅឲ្យគាត់ទៅផ្សារអញ្ចឹងទៅអញ្ចឹងយើងអត់ដឹងទេយើងអត់ឃើញម្ដាយយើងទេតែយើងជឿថាគាត់នឹងមកហើយគាត់នឹងទិញនំនោះផ្ញើយើងហើយគាត់ក៏ផ្ញើយើងមែននេះហើយគឺជាជំនឿអញ្ចឹងនៅក្នុងព្រះគម្ពីរហេព្រើរចំពុក11ខ1ដល់ខ3និងខ6បានផ្ដល់ឲ្យយើងនៅនិយមន័យទូលំទូលាយនៃពាក្យជំនឿអញ្ចឹងជំនឿមានទំនាក់ទំនងច្រើនជាមួយនឹងគំនិតយើងអំពីព្រះអញ្ចឹងវានាំយើងឲ្យជឿលើទ្រង់ថាទ្រង់ជាអ្នកបង្កើតនិងជាអ្នកប្រទានរង្វាន់ដល់យើងអញ្ចឹងនៅក្នុងចម្ពោះនេះប៉ុលបានបញ្យល់លម្អិតអំពីជំនឿដល់បុរសស្ត្រីជាច្រើនដែលបម្រើជាគំរូនិងជាការលើកទឹកចិត្តដល់យើងកុំឲ្យយើងអស់សង្ឃឹមក្នុងពេលដែលយើងទាំងនេះកំពុងតែរងចាំព្រះជាម្ចាស់យើងមកនៅពេលខាងមុខនេះអញ្ចឹងដូចដែលយើងបានឃើញហើយថាយើងទាំងអស់គ្នាមិនមានកម្រិតនៃជំនឿដូចគ្នានោះទេយើងមានកម្រិតស្អីជំនឿផ្សេងគ្នាតើរាល់ថ្ងៃនេះយើងអភិវឌ្ឍជំនឿរបស់យើងនេះ
ណាមួយដែលធ្វើឲ្យយើងទាំងអស់គ្នាដើរជួបលាប់ជាមួយព្រះតើខ្ញុំអាចអភិវឌ្ឍជំនឿណាមួយដែលខ្ញុំមានដោយរបៀបណាទោះបើវាតិចតួចឬច្រើនក្តីតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យយើងជំនឿយើងនឹងកាន់តែរឹងមាំកាន់តែល្អប្រសើរឡើងអញ្ចឹងយើងនឹងស្វែងយល់អំពីចំណុចដែលយើងទៅយល់ថាការបង្កើនសេចក្តីជំនឿយើងអញ្ចឹងដើម្បីបង្កើនសេចក្តីជំនឿរបស់យើងឲ្យរឹងមាំតើយើងទៅធ្វើម៉េចពីម៉ាថាយចំពុក17ខ20ចូលបង្ហាញជំនឿទោះជាវាតូចប៉ុណ្ណាក៏ដោយជាងទោះទៅតូចទោះទៅធំហើយគឺយើងត្រូវតែបង្ហាញអំពីជំនឿរបស់យើងជាងដើម្បីបង្កើនសេចក្តីជំនឿរបស់យើងសូមព្រះឲ្យបង្កើនសេចក្តីជំនឿថែមទៀតលូកាចំពុក17ខ5ជាងសូមឲ្យព្រះព្រះអង្គជួយបង្កើនសេចក្តីជំនឿខ្ញុំថែមទៀតតើធ្វើម៉េចបង្កើនសេចក្តីជំនឿសូមឲ្យព្រះបង្ហាញសូមព្រះបញ្យល់ឲ្យយើងនេះកាន់តែជាប់លាប់កាន់តែជឿកាន់តែទុកចិត្តដល់ព្រះជាម្ចាស់មួយទៀតគេម៉ាថាយចំពុក25ខ8ថាម៉េចកុំឲ្យយកជំនឿរបស់ខ្ញុំទៅដាក់លើជំនឿរបស់អ្នកដទៃឡើយអញ្ចឹងយើងសូមព្រះកុំឲ្យយកជំនឿរបស់យើងទៅដាក់លើអ្នកដទៃអញ្ចឹងជំនឿជារបស់យើងជាការសម្រេចចិត្តរបស់យើងជាការយល់របស់យើងជាការដឹងរបស់យើងចំពោះព្រះជាម្ចាស់អញ្ចឹងឲ្យនោះហើយបានជាលក្ខណៈថាបង្កើនសេចក្តីជំនឿរបស់យើងឲ្យរឹងមាំមួយទៀតសិក្សាព្រះគម្ពីររ៉ូមចំពុក10ខ17សំខាន់ណាស់បើសិនជាយើងចង់ឲ្យមានជំនឿយើងកើតតែយើងខ្ជិលរៀនព្រះគម្ពីរមិនសិក្សាព្រះគម្ពីរមិនរៀនព្រះបន្ទូលព្រះអង្គតើធ្វើម៉េចទៅឲ្យជំនឿយើងកើនអញ្ចឹងពិបាកណាស់ក្នុងការដែលធ្វើឲ្យជំនឿនឹងកើនពីព្រោះយើងទាំងអស់គ្នានេះមិនបានសិក្សារៀនគម្ពីរព្រះអង្គសោះណាគម្ពីរព្រះអង្គសោះគម្ពីរទុកតែលើធ្នើហ្នឹងណាទុកតែលើធ្នើហ្នឹងអញ្ចឹងនេះគឺជារឿងមួយចាំបាច់ណាស់សម្រាប់យើងទាំងនេះត្រូវការរៀនព្រះគម្ពីរកុំចុះចាញ់នឹងការសង្ស័យទោះយើងសង្ស័យយើងមិនយល់ច្បាស់ពីព្រះគម្ពីរមិនយល់ពីជំនឿកន្លែងណាខ្លះទៅយើងអត់សង្ស័យទៅយើងព្យាយាមស្វែងយល់អធិដ្ឋានសូមព្រះដើម្បីឲ្យព្រះជួយបញ្យល់ឲ្យយើងទាំងគ្នាដូចក្នុងព្រះគម្ពីរម៉ាកុសចំពោះ9ខ23 24នេះគឺយើងមិនចុះចាញ់ចំពោះការសង្ស័យទេអស់អ្នកបងប្អូននេះមិនថាអ្នកបងប្អូនតែខ្ញុំក៏មានការសង្ស័យដែរអត់យល់ដែរតែយើងនៅតែបន្តសេចក្តីជំនឿទៅលើព្រះជាម្ចាស់បន្តទុកចិត្តលើព្រះជាម្ចាស់ទីមួយទៀតកាឡាទីចំពោះ5ខ22គឺការឆ្លើយតបទៅនឹងព្រះវិញ្ញាណបរិសុទ្ធមានន័យថាយើងត្រូវតែធ្វើអ្វីដែលព្រះវិញ្ញាណបរិសុទ្ធព្រះអង្គបានសម្ដែងឲ្យយើងធ្វើអញ្ចឹងយើងគួរតែសុំការឆ្លើយតបអំពីព្រះជាម្ចាស់ដើម្បីឲ្យយើងទាំងនេះអាចបង្កើនសេចក្តីជំនឿរបស់យើងកូរិនថូសទី2ចំពោះ5ខ7ដើម្បីអនុវត្តជំនឿរបស់ខ្ញុំជាប្រចាំអញ្ចឹងដើម្បីឲ្យយើងអាចកើនសេចក្តីជំនឿយើងត្រូវការអនុវត្តជាប្រចាំដែរអញ្ចឹងទាំងអស់នេះគឺជាចំណុចដែលយើងត្រូវបង្កើនជំនឿអញ្ចឹងជំនឿគឺជាសង្ឃឹមពីការដែលមើលមិនឃើញអញ្ចឹងជំនឿត្រូវការបង្កើនជាប្រចាំសិក្សាព្រះគម្ពីរបង្ហាញពីជំនឿសូមឲ្យព្រះជួយកុំចុះចាញ់ការសង្ស័យកុំយកជំនឿយើងដាក់ទៅលើអ្នកដទៃឆ្លើយតបចំពោះអ្វីដែលព្រះវិញ្ញាណបរិសុទ្ធឲ្យយើងធ្វើអនុវត្តជំនឿជាប្រចាំនោះហើយគឺជាអ្វីដែលយើងអាចធ្វើឲ្យជំនឿរបស់យើងនឹងកើនឡើងហើយបើសិនជាអស់អ្នកបងប្អូនមិនយល់អំពីអ្វីទៅគឺជាជំនឿទេអស់អ្នកបងប្អូននឹងបញ្ញាអញ្ចឹងនៅសប្តាហ៍យើងបានឃើញយល់អំពីអ្វីជាជំនឿគឺជាអ្វីហើយប្រភេទជំនឿយ៉ាងណាតើវាស់វែងជំនឿយ៉ាងណាតើយើងធ្វើយ៉ាងណាដើម្បីឲ្យជំនឿរបស់យើងនេះវាកាន់តែរីកចម្រើនវាកាន់តែផុសផុលវាកាន់តែល្អទៅមុខល្អប្រសើរទៅមុខទៀតអញ្ចឹងជារឿងសំខាន់ណាស់ជារឿងសំខាន់ណាស់សម្រាប់យើងទាំងគ្នាចំណុចចុងក្រោយជំនឿដល់ព្រះយេស៊ូវតើអ្វីជាជំនឿដល់ព្រះយេស៊ូវនៅក្នុងព្រះគម្ពីរវិវរណៈចំពុក14ខ12នេះហើយជាសេចក្តីអត់ធ្មត់របស់ពួកបរិសុទ្ធដែលកាន់តាមបញ្ញត្តិរបស់ព្រះហើយមានសេចក្តីជំនឿដល់ព្រះយេស៊ូវជាសេចក្តីអត់ធ្មត់របស់ពួកបរិសុទ្ធអ្វីទៅជាពួកបរិសុទ្ធគឺជាពួកដែលកាន់តាមបញ្ញត្តិរបស់ព្រះហើយមានសេចក្តីជំនឿព្រះយេស៊ូវអញ្ចឹងវាបូកដើម្បីខ្លាយទៅជាអ្នកបរិសុទ្ធបានវាត្រូវការ2គឺទី1កាន់តាមបញ្ញត្តិហើយមានជំនឿដល់ព្រះយេស៊ូវអញ្ចឹងបញ្ញត្តិមួយណាគឺបញ្ញត្តិ10ប្រការណាគិតពី10ប្រការបើលោកអ្នកបងប្អូនអាចអានជាភាសា Hebrew ឬក៏អានភាសាអង់គ្លេសបានកន្លែងនេះគឺសំដៅលើគតិបណ្ឌិត10ប្រការគឺ Ten Commandments 10 Commandments អញ្ចឹងយើងជាអ្នកស្មោះត្រង់ដែលរស់នៅចិត្តនឹងការយាងមកវិញរបស់ព្រះយេស៊ូវត្រូវបានសម្គាល់ដោយរឿងពីរយ៉ាងដែលយើងត្រូវធ្វើគឺកាន់គឺកាន់គោរពបញ្ញត្តិរបស់ព្រះបប្រតិបត្តិការថែរក្សាបញ្ញត្តិនិងជំនឿលើព្រះយេស៊ូវណាជំនឿលើព្រះយេស៊ូវអញ្ចឹងពីរនេះដែលយើងទាំងគ្នាត្រូវដឹងត្រូវធ្វើគឺកាន់តាមបញ្ញត្តិហើយនឹងជំនឿដល់ព្រះយេស៊ូវអញ្ចឹងក្រឹតវិន័យឬបទបញ្ញត្តិហ្នឹងនឹងដំណឹងល្អមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកមិនអាចគ្រប់ប្រណិប័តដោយគ្មានជំនឿហើយក៏មិនអាចជឿដោយគ្មានការគ្រប់ប្រណិប័តបានដែរប៉ុន្តែជំនឿដល់ព្រះយេស៊ូវនោះមានន័យដូចម្ដេចហើយជំនឿលើព្រះយេស៊ូវគឺមានន័យយ៉ាងណាអ្វីដូចជានិយមន័យនៃការមានសេចក្តីជំនឿលើព្រះយេស៊ូវអញ្ចឹងជំនឿលើព្រះយេស៊ូវគឺស្ដាប់បង្គាប់ព្រះយេស៊ូវនិងព្រះបន្ទូលរបស់ទ្រង់នេះគឺជាជំនឿលើព្រះយេស៊ូវមានបទពិសោធន៍ប្រចាំថ្ងៃជាមួយព្រះយេស៊ូវការធ្វើឲ្យព្រះយេស៊ូវជាចំណុចកណ្ដាលនៃជីវិតរបស់យើងដើម្បីរស់នៅស្របតាមជំនឿរបស់យើងដើម្បីឲ្យជំនឿរបស់យើងនេះ
ដើម្បីឲ្យជំនឿរបស់យើងនេះផ្អែកលើព្រះយេស៊ូវអញ្ចឹងការឆ្លុះបញ្ចាំងអំពីព្រះយេស៊ូវនៅក្នុងជីវិតរបស់យើងទទួលយកអំណោយទាននៃព្រះគុណរបស់ព្រះនេះគឺជាអ្វីដែលយើងបានឃើញអ្វីដែលយើងបានធ្វើអ្វីដែលយើងទាំងនេះត្រូវដឹងអំពីជំនឿទៅលើព្រះយេស៊ូវអញ្ចឹងដោយយើងមានជំនឿលើព្រះយេស៊ូវយើងបានរាប់ជាសុចរិតបាននិយាយជាបរិសុទ្ធហើយคล้ายទៅជាកូនរបស់ព្រះនេះហើយគឺជាជំនឿលើព្រះយេស៊ូវដែលយើងត្រូវមានអញ្ចឹងដោយសារស្អីជំនឿលើព្រះយេស៊ូវយើងត្រូវដឹងអញ្ចឹងជំនឿលើព្រះយេស៊ូវគឺមានពីរគឺជំនឿបូកអីគេជំនឿបូកនឹងការប្រតិបត្តិនៅជាមួយគ្នាបើជំនឿខ្វះការប្រតិបត្តិនោះមិនមែនជាជំនឿដ៏ពេញលេញឡើយនេះគឺជាអ្វីដែលយើងទាំងគ្នារៀនជាមួយគ្នាយើងស្វែងយល់ជាមួយគ្នាអញ្ចឹងអរអ្នកបងប្អូនខ្ញុំសរុបឡើងវិញអញ្ចឹងជំនឿគឺជាអ្វីជំនឿគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹមជាសម្គាល់ពីការដែលមើលមិនឃើញយើងមើលអត់ឃើញយើងប៉ះអត់បានតែយើងជឿថាព្រះជាម្ចាស់ព្រះអង្គផ្ដល់ឲ្យយើងទាំងគ្នាព្រះអង្គប្រទានឲ្យយើងទាំងគ្នាមាននៅជំនឿដ៏ពេញលេញហើយអ្នកបងប្អូនយើងត្រូវវាស់មើលទៅដឹងមើលខ្លួនយើងថាយើងមានជំនឿនឹងនៅកម្រិតណានៅប្រព័ន្ធណានៅកម្រិតណាដូច្នេះវាត្រូវការឲ្យយើងទាំងគ្នាមានជំនឿយ៉ាងដូចនេះអរអ្នកបងប្អូនខ្ញុំធ្លាប់បានជួបជាមួយនឹងឮនឹងអតីតជាក្រសួងធម្មជារដ្ឋមន្ត្រីក្រសួងធម្មការសាសនាលោកបាននិយាយថាជំនឿមាន4ប្រភេទដែលយើងទាំងនេះអាចយកជំនឿ4ប្រភេទនេះមកពិចារណាផងដែរទី1ជំនឿជឿដោយល្ងងតើលោកអ្នកបងប្អូនកំពុងតែជឿដោយល្ងងឬក៏យ៉ាងណាទី2ជឿដោយលុយតើអ្នកបងប្អូនជឿដោយលុយដែរឬទេរាល់ថ្ងៃហ្នឹងទី3ជឿដោយការបង្ខំដែរឬទេទី4គឺជឿដោយយល់តើអ្នកបងប្អូនកំពុងតែស្ថិតនៅលើចំណុចមួយណានៃជំនឿទាំង4ហ្នឹងចឹងខ្ញុំសង្ឃឹមថាអ្នកបងប្អូនយកចំណុចទី4ចុងក្រោយគឺជឿដោយយល់យើងមិនជឿដោយល្ងងយើងមិនជឿដោយលុយយើងមិនជឿដោយបង្ខំតែយើងជឿដោយការដែលយើងទាំងគ្នាជឿដោយការស្វែងយល់អំពីព្រះជាម្ចាស់នេះគឺជាអ្វីដែលយើងត្រូវការអំពីព្រះអង្គឥឡូវមុននឹងបញ្ចប់នេះខ្ញុំសូមដកស្រង់នៅអត្ថបទរបស់អ្នកស្រី Ellen G. White មួយនៅក្នុងសាររបស់គាត់និយាយអំពីព្រះអង្គម្ចាស់នៃយើងនៅក្នុងនេះគាត់និយាយថាបន្ទាប់មកចូលទុកចិត្តលើព្រះអង្គម្ចាស់យេស៊ូវដើម្បីដឹកនាំអ្នកមួយជំហានម្ដងទៅក្នុងផ្លូវត្រូវអ្នកអាចទទួលបានការធានានិងកម្លាំងនៅគ្រប់ជំហានដែលអ្នកឈានទៅមុខព្រោះអ្នកអាចប្រកាសថាដៃរបស់អ្នកស្ថិតនៅក្នុងព្រះហស្ថរបស់ទ្រង់អ្នកអាចរត់ហើយមានកម្លាំងអ្នកអាចដើរហើយមិនអស់កម្លាំងព្រោះអ្នកអាចដឹងដោយសេចក្តីជំនឿថាអ្នកមានដៃនៅក្នុងព្រះហស្ថរបស់ព្រះគ្រីស្ទអ្នកនឹងមិនលិចលង់ក្រោមការអស់សង្ឃឹមឡើយបិទនៅពេលអ្នកបន្តដើរដើម្បីស្គាល់ព្រះអម្ចាស់ដោយទុកចិត្តលើទ្រង់អ្នកនឹងមានការធានាថាព្រះអង្គដែលមិនដែលបោះបង់ចោលអ្នកដែលទុកចិត្តទ្រង់ទាំងស្រុងគឺជាជំនួយដ៏ខ្ជាប់ខ្ជួនរបស់យើងអញ្ចឹងអ្នកស្រីលេងចង្វាយប្រាប់យើងថាចូលឲ្យយើងបានទុកចិត្តដល់ទ្រង់ថែរក្សាផ្លូវទ្រង់ដើរគ្រប់ផ្លូវទ្រង់អញ្ចឹងខ្ញុំលើកទៅច្រើនបងប្អូនថ្ងៃនេះគឺបន្តទុកចិត្តនឹងដើរគ្រប់ទាំងផ្លូវរបស់ព្រះជាម្ចាស់ដើម្បីឲ្យព្រះអង្គអាចគង់នៅជាមួយអ្នកបងប្អូនបានហើយកម្មវិធីនៃការសិក្សាព្រះទូលព្រះអង្គម្ចាស់សប្តាហ៍ក៏ឈានដល់ទីបញ្ចប់តែប៉ុណ្ណេះតែមុនបញ្ចប់ខ្ញុំសូមឲ្យអ្នកបងប្អូនបានសម្រេចចិត្តនឹងអធិដ្ឋានជាមួយខ្ញុំបន្តិចសិនពេលតាមចាស់សួរដែលគង់នគរឋានសួគ៌អើយគុណអរគុណទ្រង់ចំពោះព្រះទូលព្រះអង្គថ្ងៃនេះធ្វើឲ្យកូនទាំងនេះបានយល់អំពីអ្វីទៅគឺជាជំនឿហើយអរគុណដល់ព្រះអង្គដែលព្រះបានផ្ដល់ជំនឿដល់ទូព្រះគុំសូមព្រះបានថែមតែជំនឿដល់ព្រះគុំដល់គ្នាឲ្យអ្នកបងប្អូនដែលកំពុងរៀនព្រះទូលនេះឲ្យពោពេញឲ្យសេចជំនឿដើម្បីគាត់បានដើរគ្រប់ទាំងផ្លូវរបស់ទ្រង់ដែរគុណសូមអរគុណទ្រង់ស្អាតថាបញ្ចប់ការសិក្សារៀនព្រះទូលព្រះអង្គសប្តាហ៍នេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន